Hello ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៃក្តីសង្ឃឹមជាមួយនឹងវីដេអូទេសចរឃ្មុំនៅខេត្តកោះកុងក្រៅពីតំបន់ទេសចរដ៏មានភាពតាក់ទាញមកក្រុមប្រគាបកងចងក្តាមខេត្តកោះកុងក៏សម្បូរមួយទៀតនោះគឺជាឃ្មុំចងអេក៏ប៉ុន្តែមិនមែនជាប្រភេទឃ្មុំដែលទុំដើមឈើធំនោះទេគឺជាប្រភេទឃ្មុំដែលខាងពួកខ្ញុំបានដាក់បកងដើម្បីរងចាំវាចាប់ពីខែ4រហូតដល់ខែ10ខែ11ទៅវារៀងស្បើយបន្តិចក៏ប៉ុន្តែគណៈពេលនេះខ្ញុំកំពុងតែដើរចូលទៅរកមើលបកងដែលមានឃ្មុំទុំស្រាប់ហើយយើងនឹងធ្វើការយកវាតែម្ដងដោយសារតែវាដល់ថ្ងៃដែលខ្ញុំត្រូវយកដែរហើយថ្ងៃហ្នឹងគឺខ្ញុំយកបានដូចជាជិត10គីឡូហើយ1គីឡូគឺ50000រៀលតែចឹងទៅជិត10គីឡូហ្នឹងវាល្បិច500000ដែរក្នុងមួយថ្ងៃហើយមិនមែនតែខ្ញុំម្នាក់ឯងទេនៅមានអ្នកផ្សេងទៀតគាត់ចាប់ផ្ដើមយកនៅថ្ងៃហ្នឹងជាមួយគ្នាផងដែរយ៉ាហើយចាំជួបគ្នាជាមួយនឹងសកម្មភាពដែលពួកខ្ញុំកំពុងតែធ្វើការយកឃ្មុំតែម្ដងអូខេទាំងអស់គ្នាឥឡូវយើងបានមកដល់កន្លែងឃ្មុំដែលបានទុំហើយនេះគឺជាបកងដែលពួកយើងបានធ្វើដើម្បីទុកឲ្យឃ្មុំវាទុំហើយមិនប្រកាសថានៅពេលដែលយើងធ្វើទៅបានឃ្មុំទុំ 100% នោះទេក៏ប៉ុន្តែយើងព្យាយាមធ្វើវាបានច្រើនទៅបើសិនជាបកងមួយណាវាទុំក៏យើងនឹងឲ្យបានយកខ្លះទៅតែបើវាអត់ទុំទេក៏អត់ទៅអានឹងវាតាមដំណើរតាមធម្មជាតិពីព្រោះវាមិនមែនជាឃ្មុំយើងចិញ្ចឹមអីនោះទេបងប្អូនបាទវាគឺជាឃ្មុំធម្មជាតិគឺវាឃ្មុំខ្លះគឺវាចុះមកពីតាមតំបន់ភ្នំឃ្មុំខ្លះគឺវាឡើងមកតាមតំបន់ព្រែកអីចឹងទៅហ្នឹងហើយដោយសារតែនៅតំបន់ភ្នំខែហ្នឹងវាអត់សូវមានផ្កាអញ្ចឹងគឺវាចុះមកវាទំនាបហើយនៅតំបន់ព្រែកខែហ្នឹងវាសម្បូរផ្កាឈើទឹកប្រៃដែលគេហៅថាផ្កាញប់បាទជាបងប្អូនអត់សូវស្គាល់ទេហ្នឹងហើយដល់ពេលដែលផ្កាញប់វាចាប់ដើមចេញផ្លែផ្កាគឺតែឃ្មុំវាចាប់ដើមឡើងមកដីទួលខាងលើដែរប៉ុន្តែមិនមែនជាឡើងតែភ្នំទេគឺឡើងមកដីវាលទំនាបធម្មតាដែលមានផ្កាឈើច្រើនដូចនៅខាងតំបន់ខាងខ្ញុំជាដើមអូខេឥឡូវប្រគប់ដុតភ្លើងក៏យើងដុតឆេះហើយអញ្ចឹងគឺយើងរៀបចំធ្វើដំណើរចូលទៅយកតែម្ដងហើយខ្ញុំគឺមានទូនាទីមួយគឺថាកាន់ប្រគប់ភ្លើងហើយមួយទៀតដៃម្ខាងនេះគឺថាខ្ញុំកាន់កាមេរ៉ាវារៀងលំបាកបន្តិចដែរដោយសារតែយើងអត់មានអ្នកជួយកាន់កាមេរ៉ាឲ្យហើយបើសិនជាសកម្មភាពដែលពួកខ្ញុំយកវារៀងរញ៉ៃនឹងឲ្យសូមបងប្អូនមេត្តាអធិស្ឋានដោយសារតែវាមានស្ថានភាពលំបាកដែរបងប្អូនបាទដោយសារតែយើងអត់មានអ្នកជួយកាន់កាមេរ៉ាឲ្យតែអញ្ចឹងទៅសកម្មភាពខ្លះគឺថាវារៀងមើលទៅវាមិនសូវជាស្និទ្ធភ្នែកអីចឹងណាហ្នឹងហើយវាលំបាកនៅក្នុងការបរិយាយមែនតើយេហើយដោយសារតែយើងវាមិនតាន់ដល់ដំណាក់កាលមួយដែលយើងអាចមានកាមេរ៉ាអីមានក្រុមមានអីដើម្បីបង្កើតជាវីដេអូទេដោយសារតែយើងធ្វើនេះលក្ខណៈដោយសារតែគឺជាការស្រឡាញ់របស់ខ្ញុំចូលចិត្តផលិតមាតិកាចូលចិត្តធ្វើវីដេអូដែរអញ្ចឹងទៅតាក់ទងជាមួយនឹងសកម្មភាពរបស់ខ្ញុំតែងតែថតវីដេអូហើយដោយសារតែលទ្ធភាពយើងវានៅមានកម្រិតមួយដែលវាមិនតាន់ធូរធារបើសិនជាយើងធូរធារយើងបង្កើតជាធីមជាក្រុមមួយដែរអានឹងបានស្រួលបងប្អូនអាចមើលវីដេអូបានតិចភ្នែកក៏ប៉ុន្តែដោយសារនេះគឺថាខ្ញុំថតដៃមួយកាន់តែប្រគប់ភ្លើងហ្នឹងតែអញ្ចឹងទៅវារៀងរញ៉ៃបន្តិចហើយចំពោះស្ថានភាពឃ្មុំដូចជាបងប្អូនបានឃើញហ្នឹងគឺថាវាខ្ចីល្មមវាមិនតាន់ចាស់នោះទេហើយសម្ពាធឃ្មុំនៅខែហ្នឹងគឺថាវារៀងពិបាកបន្តិចដោយសារតែវាមានភ្លៀងខ្លាំងហើយចំពោះទឹកវិញគឺថាវាមិនយើងអាចនិយាយថាវាជាសុទ្ធ 100% ក៏បានដែរក៏ប៉ុន្តែវាអាចនឹងមានស្ថានភាពលាយទឹកខ្លះអញ្ចឹងបងប្អូនបើសិនជាត្រូវការទឹកឃ្មុំសុទ្ធទឹកឃ្មុំអីហ្នឹងអាចតាក់ទងបានហើយបងប្អូនមិនបាច់ភ័យថាពួកខ្ញុំលាយទឹកលេគឺអត់ទេគឺពួកខ្ញុំមិនធ្វើឲ្យប៉ះពាល់ទៅដល់បងប្អូនអ្នកទិញទេហើយចំពោះពួកខ្ញុំខ្លួនឯងផ្ទាល់ក៏ចឹងដែរគឺថាខ្ញុំមិនធ្វើឲ្យខូចហាងឆេងទឹកឃ្មុំខ្លួនឯងទេដោយសារនេះវាជាផ្លូវដែលពួកខ្ញុំរស់ស៊ីជារៀងរាល់ឆ្នាំអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងនឹងឯងសម្រាប់វីដេអូក្រោយយើងនៅតែបន្តជួបគ្នាដដែលទេក៏ប៉ុន្តែនៅក្នុងស្ថានភាពបែបណាមួយទៀតនេះគឺថាខ្ញុំអត់ទាន់ដឹងទេហ្នឹងហើយប៉ុន្តែសម្រាប់វីដេអូមួយហ្នឹងគឺថាខ្ញុំចាប់ផ្ដើមចេញទៅវិញហើយក៏យកឃ្មុំទៅលក់ហើយចំពោះសកម្មភាពដែលខ្ញុំលក់ឃ្មុំគឺថាអត់អាចថតបានទេព្រោះវាជាឯកជនភាពរបស់កន្លែងអ្នកទិញដែរហ្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់